Ông này lấy cái nhom tập hai nhom pi một nghĩa pra chỉ cần cái sini ông ôn chỉ biết cái sini cái mình ca chọn mình ấy ông được kia chứ pra ra sẽ được ông được kia cha nhom pra bây giờ ông được kia mình bành hai từng ông ôn hai số pra thì ông được kia hai chỉ biết cái này ông được kia ai thua ca sạ tập lươn năng ban nhưng ai chútธรรมดาông ôn cha chút làธรรมดาban hai pi một đóคือยังpra được pra được kia ông ôn cha được pra một nghĩaคือđược kia hai bậc thang cái đó cứ việc cái đó cái này hè cái này xem cái pi cái này nắng cái pi cái này năng viên nó cứ việc cái này ông ôn thế nhé chứ ai sẽ ăn thầm banana cái đó đây ai sẽ ăn thầm banana cái này mà nắng á ta cái này như vùng mua cái này năngនេះគឺក្តៅបងប្អូនចាបបហ្នឹងគឺវាចេញភ្លើងនៅនឹងហ្មងតើឥឡូវនេះគឺបង្ហាញអំពីរបៀបប្រើយើងបើយើងដល់ខ្សែមកវាចេញបែបហ្នឹងបងប្អូនវាចេញលុបភ្លើងភ្លឺភ្លឺអញ្ចឹងណាចឹងយើងធ្វើការចុចកន្លែង on នេះចា on ហ្នឹងគឺកន្លែងបើកមុខងារហើយចាវាលុតនឹងអញ្ចឹងយើងធ្វើការរើសមុខងារបានហើយកន្លែងហ្នឹងគឺកន្លែងបើកនិងកន្លែងបិទណាចានេះបើកឧទាហរណ៍ខ្ញុំជួយមួយទៀតនោះគឺបិទចាអញ្ចឹងគឺបិទលុបភ្លើងភ្លឺអញ្ចឹងគឺបិទចាធ្វើការចុចបើកមកយើងរើសកន្លែងសុបកន្លែងនេះគឺកន្លែងសុបនេះគឺកម្ដៅគេគឺក្ដៅលឿនក្ដៅខ្លាំងជាងគេគឺ700អង្សាបងប្អូន700អង្សាគឺកម្ដៅគឺក្ដៅខ្លាំងហ្មងអញ្ចឹងបងប្អូនគ្នាតែគាត់ចង់ប្រើឲ្យស៊ីភ្លើងតិចកុំដាក់ខ្លាំងពេកកុំដាក់អស់អង្សាពេកណាចាដាក់ទៅ450មកនេះ450 400មកនេះបានហើយបងប្អូនចាវាមកល្មមយើងអាចស្លដាំបានអញ្ចឹងវាស៊ីភ្លើងមកព្រឹកគ្នាទេចាចំពោះស៊ុបនេះគឺយើងអាចដាក់ប្រភេទឆ្នាំងបានបងប្អូននេះប្រភេទឆ្នាំងណាអានេះគឺខ្ទះដាក់យើងដាក់ប្រភេទខ្ទះចា2000 វ៉ាត់អញ្ចឹង2000 វ៉ាត់នេះគឺយើងអាចដំឡើងបាន3500 វ៉ាត់តែកុំដាក់ដល់នឹងពេកដាក់តាម1600ទៅ1000 1006នេះដាក់ត្រឹម1006បានហើយបងប្អូនចាតែប៉ុណ្្នឹងបានហើយចាដាក់ត្រឹម1006ប៉ុណ្្នឹងបានហើយបងប្អូនកុំដាក់ខ្លាំងពេកចាតែដាក់ខ្លាំងពេកគឺវាស៊ីភ្លើងខ្លាំងបងប្អូនតែដាក់មកល្មមគឺវាស៊ីភ្លើងទេបងប្អូនគ្នាវាស៊ីភ្លើងឯងចាហើយនេះគឺមុខងារធ្វើ BBQ យើងដាក់ចង្កេះអាំងលើនឹងបានបងប្អូនចាបើមានការស្រក់ខ្លាញ់ស្រក់អីគឺយើងអាចជូតធម្មតាបានបងប្អូនមានការចេះឆាបអីបងប្អូនអត់ទេចាចំពោះ BBQ នេះបងប្អូនគ្នាអាចសេរីកម្ដៅបានបងប្អូនចាសេរីកម្ដៅបានដូចគ្នានេះគឺកន្លែងយើងសេរីកម្ដៅបងប្អូនចាមកកន្លែងខាងឆ្វេងគឺបន្ថយមកកន្លែងខាងស្ដាំគឺដំឡើងចាឃើញទេទីចង្កេះគឺ60អញ្ចឹងបើពេលយើងអាំងគឺបងប្អូនគ្នាដាក់300 400អីហ្នឹងមកបងប្អូនវាមកល្មមឬក៏បើខ្លាំងបំផុតអស់តែ450នឹងបានតែកុំដាក់ខ្លាំងពេកតែយើងអស់ដាក់អស់អង្សាពេកខ្លាំងពេកដូចខ្ញុំនិយាយចឹងគឺវាស៊ីភ្លើងតាមនឹងដែរបងប្អូនចានេះ function នេះគឺបងប្អូនគ្នាប្រើមុខងារទូទៅបានចាមុខងារទូទៅប្រើយើងអាំងអីក៏បានយើងដាក់ឆ្នាំងអីលើនឹងក៏បានបងប្អូនចាប្រភេទឆ្នាំងថ្មប្រភេទឆ្នាំងអីអាចដាក់បានបងប្អូនចាអញ្ចឹងយើងដាក់តែ1600 វ៉ាត់មកបានហើយបងប្អូនចាចំពោះថែមនេះគឺក្រដាត់នីតិដាំអញ្ចឹងក្រដាត់នីតិដាំហ្នឹងយើងក្រដាត់នីតិដាំមួយនាទីឲ្យវាលុតអូតូក្នុងវាហ្មងចាអញ្ចឹងណាវាអត់ឆេះរហូតទេអញ្ចឹងអាកន្លែងថែមនេះបងប្អូនគ្នាឧទាហរណ៍ថាខ្ញុំរើសមុខងារធ្វើស៊ុបមួយចាមុខងារធ្វើស៊ុបមួយបន្ទាប់មកខ្ញុំទៅដាក់400អង្សាខ្ញុំដាក់នាទី10នាទីឲ្យវាចម្អិន10នាទីក្រោយគឺវាលុតអូតូហ្មងវាមានធ្វើការដាំទៀតទេអញ្ចឹងណាបងប្អូនចាអញ្ចឹងអានេះកន្លនាទីចាកន្លនាទីដាំ10នាទីគឺវាលុតអូតូហ្មងអញ្ចឹងដាំដោយសុវត្ថិភាពបងប្អូនគ្នាឈោស្លឈោឆាឈោអីនៅហ្នឹងបងប្អូនគ្នាអាចដាក់ធម្មតាបានតែបើសិនជាបងប្អូនគ្នាដើរទៅណាអញ្ចឹងយើងកន្លនាទី10នាទីទៅ5នាទីទុកចោលអញ្ចឹងបងប្អូនចាអញ្ចឹងបងប្អូនគ្នាប្រភេទចង្ក្រាន seasoning គឺវាប្រើតែប៉ុណ្្នឹងឯងបងប្អូនគ្នាបើមានការកពុបទឹកពប់អីលើចង្ក្រានហ្នឹងគឺបើវាកពុបទឹកគឺវាស្ងួតបងប្អូនវាចាប់ស្ងួតទឹកកពុបអីពេលចម្អិនចឹងបងប្អូនគ្នាអាចយកកណ្ដាត់ស្ងួតយកជូតធម្មតាបានបងប្អូនចាក់មានបញ្ហាទេបងប្អូនគ្នា